ក្នុងពេលនេះផងដែរខ្ញុំបាទកំពុងស្ថិតនៅក្នុងសាលាឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុដើម្បីចូលរួមនៅសប្បុរសក្នុងការផ្ដល់ទៅបងដែលជាវីរៈកងទ័ពក៏ដូចជាបងប្អូនដែលជន់ភាសឹករបស់យើងហើយក៏ក្នុងគោលបំណងមួយទៀតគឺជួយសម្របសម្រួលនៅក្នុងការផ្ដល់អំណោយទៅកាន់បងប្អូនភាសឹកមកពីខេត្តកោះកុងដែលរៀបចំឡើងដោយរដ្ឋបាលឃុំទឹកថ្លានិងចូលរួមដោយក្រមអធិបតេយ្យភាពរបស់អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់គឺលោកអ៊ីធីរិតផងដែរយើងបានដឹងថាពេលវេលានេះគឺជាពេលវេលាដែលលំបាកបំផុតសម្រាប់ពលរដ្ឋខ្មែរយើងដោយសារតែទ័ពសៀមប្រទេសសៀមបានឈ្លានពានពួកយើងដោយបានរំលោភនៅបាត់ឈប់បាញ់ផងដែរសម្រាប់ខ្ញុំផ្ទាល់អារម្មណ៍ខ្ញុំផ្ទាល់គឺខ្ញុំប្រហែលថ្ងៃមកហើយតាំងពីមានសង្គ្រាមមកខ្ញុំអត់មានអារម្មណ៍ធ្វើវីដេអូឬក៏ថតវីដេអូបំពេញការងារទេប៉ុន្តែដោយសារតែខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីបំផុសនៅកម្លាំងចិត្តដល់បងប្អូនដែលជាប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាឲ្យក្របឆោឡើងជាថ្មីកុំបាក់ទឹកចិត្តតតាមនៅអ្វីដែលជនជាតិសៀមចង់ឲ្យពួកយើងបាក់ទឹកចិត្តដោយសារតែការបង្កើតដូចជាការបង្កើតព័ត៌មានការធ្វើបំពើប្រេយផ្សេងធ្វើឲ្យយើងបាក់ទឹកចិត្តឡើងទៅមុខនោះសេដ្ឋកិច្ចយើងក៏ស្រាប់តាមនឹងដែរសម្រាប់អ្វីដែលខ្ញុំអាចចែករំលែកបានពេលនេះគឺត្រូវតែជឿជាក់ទៅលើរដ្ឋាភិបាលរបស់យើងថាលោកពិតជាមានយុទ្ធសាស្ត្រក្នុងការការពារប្រទេសយើងរួចផុតពីការឆ្លងពាននៃរបស់ជនជាតិសៀមនេះផងដែរហើយអ្វីដែលសំខាន់បន្ថែមទៀតនោះគឺផ្លូវចិត្តរបស់យើងគឺបងប្អូនត្រូវរក្សាផ្លូវចិត្តឲ្យរឹងមាំសម្រាប់ខ្ញុំក៏មានអារម្មណ៍ថាបាក់ទឹកចិត្តសោកសៅខ្លាំងដែរនៅពេលដែលប្រទេសជាតិរបស់យើងជួបរឿងចឹងណាប៉ុន្តែយើងត្រូវតែពង្រឹងធ្វើការឲ្យពេញទំហឹងប្រឹងប្រែងទៅតាមទូនាទីរបស់ខ្លួនឯងសម្រាប់ខ្ញុំគឺជាមន្ត្រីកសិកម្មឃុំគឺខ្ញុំនឹងប្រឹងប្រែងផ្ដល់នូវបច្ចេកទេសទៅកាន់ប្រជាកសិករដូចជាការដាំដុះការចិញ្ចឹមជាលក្ខណៈគ្រួសារក្តីជាលក្ខណៈពាណិជ្ជកម្មឬអាជីវកម្មក្តីគឺធ្វើយ៉ាងណាឲ្យពួកគាត់ធានានូវសន្តិសុខស្បៀងនិងជួយទ្រទ្រង់នៅជីវភាពរបស់ពួកគាត់ហើយសម្រាប់បងប្អូនអរគ្នាដែលកាន់តួនាទីរៀងៗខ្លួនត្រូវតែខិតខំប្រឹងប្រែងបើសិនជាយើងបាក់ទឹកចិត្តមិនធ្វើការងាររបស់យើងទៅមុខហ្នឹងគឺសៀមវានឹងបាននៅអ្វីដែលពួកវាចង់បានគឺចង់ឃើញសេដ្ឋកិច្ចរបស់ខ្មែរយើងដួលរលំផងដែរហើយក្នុងពេលនេះផងដែរគឺជាពេលវេលាមួយដែលលោកអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានចែកអំណោយទៅដល់ជនភាសឹករបស់ពួកយើងផងដែរពួកគាត់ពិតជាមានអារម្មណ៍ស្វ័យរីករាយនិងថ្លែងអំណរគុណយ៉ាងខ្លាំងទៅកាន់នៅអភិបាលស្រុកជាមួយនឹងរដ្ឋបាលឃុំទឹកថ្លាផងដែរហើយខ្ញុំដូចជាអត់មានអីទេខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំវីដេអូនេះគឺខ្ញុំធ្វើគោលបំណងឡើងគឺដើម្បីបំផុសទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរយើងខិតខំអភិវឌ្ឍខ្លួននិងសម្រាប់បំពេញការងាររបស់ខ្លួនឯងបន្ថែមទៀតសម្រាប់ជួយដល់សង្គមជាតិរបស់យើងនិងប្រទេសជាតិរបស់យើងនៅពេលដែលកំពុងជួបបញ្ហាផងដែរបើសិនជាយើងអត់ដើរទៅមុខទេគឺយើងក៏អត់មានលទ្ធភាពផ្ដល់ចំណូលផ្ដល់អំណោយទៅកាន់ប្រជាជាតិរបស់យើងផងដែរហើយជាចុងក្រោយផងដែរខ្ញុំសង្ឃឹមថាពេលវេលាដែលលំបាកហ្នឹងនឹងអាចប្រសើរជាងនឹងហើយក៏ខ្ញុំសូមបួងសួងជូនពរដល់វីរៈកងទ័ពរបស់យើងនឹងឲ្យជួបតែសំណាងល្អកុំឲ្យមានបញ្ហាអីនិងច្បាំងឈ្នះផងដែរសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងឯងពីមន្ត្រីកសិកម្មឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុវប្បធម៌ចំណាំងជៀនសង់ពូកា
យើងត្រូវខំថែឲ្យបានធនធាយើងជាកូនខ្មែររួមគ្នាថែមរតកដូនតាជាយើងថ្លៃថ្លាដោយសារយើងចេះសាមគ្គីគ្នារួនដៃគ្នាឡើងមិនអើយក៏សាំងជាដល់ពីព័ន្ធក្រុមគ្នាព្រោះយើងគ្រប់គ្នាសុទ្ធតែមានបេះដូងជាខ្មែរសន្ធឹងលើវេហារួមមានសត្រាជាមលំត្រឆៃទូទាំងរដ្ឋ